នៅក្នុងសប្តាហ៍នេះគឺជាបណ្ដុំនៃរបាយការណ៍ប្រធានគ្រប់គ្រងការទិញរបស់ប្រទេសធំៗសូមស្វាគមន៍មកកាន់ព័ត៌មានហេតុការណ៍របស់ FA Insight ការសង្ខេបព្រឹត្តិការណ៍ទីផ្សារប្រចាំសប្តាហ៍ចាប់ពីថ្ងៃទី19ដល់ថ្ងៃទី23ខែឧសភាឆ្នាំ2025សម្រាប់ថ្ងៃអង្គារយើងនឹងទទួលបានអំពីសេចក្តីថ្លែងការណ៍អំពីគោលនយោបាយរូបិយវត្ថុរបស់ប្រទេសអូស្ត្រាលីនិងទិន្នន័យអត្រាការប្រាក់ផ្លូវការរបស់ធនាគារកណ្ដាលប្រទេសអូស្ត្រាលីដែលត្រូវបានគេរំពឹងទុកថានឹងមានការកាត់បន្ថយអត្រាការប្រាក់ចំនួន25 basis point ដែលនឹងធ្វើការកាត់បន្ថយពីចំនួន 4.10% មកត្រឹមចំនួន 3.85% រួមទាំងរបាយការណ៍សន្ទុះតម្លៃទំនិញរបស់ប្រទេសកាណាដាដែលត្រូវបានគេរំពឹងទុកថានឹងមានការកើនឡើងមក 0.5% បើធៀបទៅនឹងទិន្នន័យចាស់គឺ 0.3% សម្រាប់ថ្ងៃពុធវិញយើងនឹងទទួលបានអំពីរបាយការណ៍អតិផរណារបស់ចក្រភពអង់គ្លេសដែលត្រូវបានគេរំពឹងទុកថានឹងមានការកើនឡើងមក 3.3% បើធៀបទៅនឹងទិន្នន័យចាស់គឺ 2.6% សម្រាប់ថ្ងៃប្រហោះវិញយើងនឹងទទួលបានអំពីរបាយការណ៍មួយចំនួនដូចជារបាយការណ៍សន្ទុះប្រធានគ្រប់គ្រងការទិញផ្នែកផលិតកម្មនិងសេវាកម្មរួមមានប្រទេសបារាំង អាល្លឺម៉ង់និងសហភាពអឺរ៉ុបដែលត្រូវបានគេរំពឹងទុកថានឹងមានទិន្នន័យកើនឡើងខ្ពស់ជាងកាលពីខែចាស់នៅក្នុងនោះក៏មានរបាយការណ៍សន្ទុះប្រធានគ្រប់គ្រងការទិញផ្នែកផលិតកម្មរបស់ចក្រភពអង់គ្លេសដែលត្រូវបានគេរំពឹងទុកថានឹងមានការកើនឡើងមកត្រឹម 46.2% បើធៀបទៅនឹងទិន្នន័យចាស់គឺ 45.4% រួមផ្សំទាំងរបាយការណ៍សន្ទុះប្រធានគ្រប់គ្រងការទិញផ្នែកសេវាកម្មរបស់ចក្រភពអង់គ្លេសដែលត្រូវបានគេរំពឹងទុកថានឹងមានការកើនឡើងមកត្រឹម 50.0% បើធៀបទៅនឹងទិន្នន័យចាស់គឺ 49.0% ចំណែកឯទីក្រុងញូវយ៉កវិញយើងក៏នឹងទទួលបានរបាយការណ៍សន្ទុះប្រធានគ្រប់គ្រងការទិញផ្នែកផលិតកម្មរបស់សហរដ្ឋអាមេរិកដែលត្រូវបានគេរំពឹងទុកថានឹងមានការថមថយមកត្រឹម 49.9% បើធៀបទៅនឹងទិន្នន័យចាស់គឺ 50.2% និងរបាយការណ៍សន្ទុះប្រធានគ្រប់គ្រងការទិញផ្នែកសេវាកម្មរបស់សហរដ្ឋអាមេរិកដែលត្រូវបានគេរំពឹងទុកថានឹងមានការថមថយមកត្រឹម 50.7% បើធៀបទៅនឹងទិន្នន័យចាស់គឺ 50.8% សម្រាប់របាយការណ៍ចុងក្រោយនឹងមានទិន្នន័យ Jobless Claim របស់សហរដ្ឋអាមេរិកដែលត្រូវបានគេរំពឹងទុកថានឹងមានការថមថយបន្តិចមកត្រឹម 200.27,000 នាក់បើធៀបទៅនឹងទិន្នន័យចាស់គឺ 229,000 នាក់សម្រាប់ថ្ងៃសុក្រវិញយើងនឹងទទួលបានអំពីរបាយការណ៍ការលក់រាយរបស់ចក្រភពអង់គ្លេសដែលត្រូវបានគេរំពឹងទុកថានឹងមានទិន្នន័យ 0.4% ដែលដូចទៅនឹងទិន្នន័យចាស់និងរបាយការណ៍ការលក់រាយរបស់ប្រទេសកាណាដាដែលត្រូវបានគេរំពឹងទុកថានឹងមានការងើបឡើងមកវិញបន្តិចត្រឹមដក 0.3% បើធៀបទៅនឹងទិន្នន័យចាស់គឺមានការធ្លាក់ចុះដល់ទៅដក 0.4% សូមអរគុណចំពោះការតាមដានព័ត៌មានហិរញ្ញវត្ថុរបស់ FA Insight